peptide នេះហើយទៅខ្ញុំហ្នឹងបន្ថែម peptide នៅក្នុង vitamin F vitamin F គឺជាលេផ្ដល់សំណើមរបស់យើងដែលគោលដៅចម្បងហ្នឹងគឺជួយលាបទៅផ្ដល់សំណើមរក្សាសំណើមឲ្យស្បែកហើយនឹងជួយរារាំងជាប់អាចរុយកុំឲ្យកើតឡើងជាពិសេសអាចរុយណាហើយយើងបន្ថែម peptide នៅក្នុងលេរបស់យើងដែរព្រោះថា peptide ដូចបងប្អូនខ្ញុំដឹងខ្ញុំនិយាយមុនហ្នឹងហើយគឺវាជួយ boost collagen សំយោគ collagen បញ្ជូន signal ទៅឲ្យកោសិកាយើងផលិត collagen អញ្ចឹងជួយឲ្យស្បែកយើងតឹងណែនលេនេះគឺមានគ្រឿងផ្សំពិសេសច្រើនខ្លាំងមែនតើខ្ញុំរៀបរាប់ឲ្យត្រួសដូចជា omega 3 fatty acid ដែលជួយរារាំងជាប់អាចរុយជួយផ្ដល់សំណើមបានយូរហើយ ceramide peptide ហើយនឹង peptide នឹងឯងហើយ licorice root extract cica centella asiatica ផ្សេងៗហ្នឹងដែលមានអត្ថប្រយោជន៍ខ្លាំងមែនតើផ្នែកលេយើងគឺមានសភាពខាប់ព្រោះមនុស្សវ័យចំណាស់ស្បែកយើងគឺងាយបាត់បង់ជាតិទឹកខ្លាំងមែនតើអញ្ចឹងគឺធ្វើឲ្យស្បែកយើងឆាប់ចាស់ឆាប់ជ្រួញដល់ពេលយើងលាបលេសភាពស្ដើងពេកអត់អាចរក្សាសំណើមបានយូរអញ្ចឹង design មកសម្រាប់ស្បែករៀងវ័យចំណាស់ស្បែកអាយុរៀងច្រើនគឺរក្សាសំណើមបានយូរលេមានសភាពខាប់អត់មានសារធាតុក្អូបទេព្រោះសារធាតុក្អូបអត់មានអត្ថប្រយោជន៍ដល់ស្បែកទេអ្នកខ្លះប្រតិកម្មទៅនឹងសារធាតុក្អូបយើងទៀតអញ្ចឹងខ្ញុំអត់មានដាក់ទេហើយលេយើងគឺយើងប្រើបំពង់បែបនេះដែលគេហៅថា airless pump មិនដែលខ្យល់ចូលអត់បានទេណាអញ្ចឹងគឺលេយើងនៅរក្សាភាពស្រស់ហើយនឹងគុណភាពបានយូរយើងអត់ប្រើខ្លោងឆ្កឹះហើយយើងយកខ្លោងឆ្កឹះអីចឹងទៅឬក៏អាខ្លះមួលក្បាលចាញ់បានខ្យល់ចូលគឺវាអត់ល្អទៅដល់គុណភាពលេវាមិនបញ្ហាទេប៉ុន្តែពេលខ្លះគុណភាពលេវាថយចុះចឹងណា